ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកផតបង្ហាញអំពីរបៀបដេរកសែងពៀននេះតែខ្ញុំបត់ធ្វើជាបូបងប្អូនចាហើយនេះកសែងពៀននេះគឺយើងយកសាច់វាទាំងអស់ហ្នឹងប្រវែងវាគឺ1.8 ម៉ែត្របងប្អូនចាដើម្បីបានពៀននេះបានណាចាហើយ1.7 ម៉ែត្រក៏បាន1.8 ម៉ែត្រក៏បានតាមទំហំតូចធំខ្លួនបងប្អូនចាហើយពេលដែលយើងវាស់រួចហើយយើងកាត់ចឹងមកហើយយើងកាត់វាយកទៅតឹងវាហ្នឹងគឺត្រឹម10លេខឬក៏8លេខ9លេខ10លេខចាហើយកុំភ្លេចទុកថ្នេរសងខាង1លេខចាហើយសម្រាប់កណាត់វិញគឺយើងកាត់ពីផ្ទាំងចាដើម្បីយើងដេរយកមកដេរផ្គួបគ្នាបែបនេះដើម្បីប្រឡត់វាចាអញ្ចឹងទាំងអស់វាត្រូវកាត់កណាត់ពីផ្ទាំងហើយយើងយកទៅតឹងវាប៉ុនគ្នាមកចាហើយសម្រាប់ប្រវែងវិញគឺទំហំប្រវែងវិញវា1.8 ម៉ែត្រចាខ្ញុំយក1.8 ម៉ែត្រដោយសារគាត់រៀងធំចាអានេះខ្ញុំកាត់ជូនភ្ញៀវបងប្អូនហើយខ្ញុំឆ្លៀតថតឲ្យបងប្អូនមើលចាពេលដែលយើងកាត់រួចហើយយើងដេរវាគុណភ្ជាប់គ្នារួចហើយយើងប្រឡត់វាបែបនេះមកចាហើយយើងយកវាទៅអ៊ុតឲ្យស្អាតចាបន្ទាប់មកយើងដេរកណាត់មួយទៀតចានេះគឺយើងដេរបែបនេះចាយើងដេរប្រឡត់បែបនេះបងប្អូនដើម្បីសម្រាប់សោកធ្វើជាបូកសែងរបស់យើងចាអញ្ចឹងយើងដេរយើងកាត់រួចហើយយើងដេរវាប្រឡត់ចឹងមកចាហ្នឹងសម្រាប់យើងសោកវាធ្វើជាបូកសែងពៀននេះរបស់យើងចាហើយកសែងនេះគឺងាយស្រួលដេរបងប្អូនចាបងប្អូនប្រកាសជាយល់ហើយបងប្អូនជាងដេរចាហើយខ្ញុំគ្រាន់តែឆ្លៀតថតបងប្អូនមើលទាំងអស់គ្នាចានេះគឺជាវិធីរបស់ខ្ញុំហើយពេលដែលដេររួចហើយយើងធ្វើទៅខ្លាយជាកសែងពៀននេះដែលមានបូស្រាប់ហើយស្អាតទៀតចាអញ្ចឹងយើងមកមើលបូហើយចាំមើលខ្ញុំដាក់វាមកទៀតទៅខ្លាយជាបូអញ្ចឹងបងប្អូនចាំមើលទាំងអស់គ្នាចាចាអញ្ចឹងបងប្អូនមកមើលពីរបៀបខ្ញុំសកចានេះគឺយើងកសែងរបស់យើងហើយនឹងកណាត់នេះរបស់យើងអញ្ចឹងយើងយកមកសកយើងសកញុកចូលក្នុងកណាត់ដែលយើងដេរប្រឡត់មិញហ្នឹងចាអញ្ចឹងយើងបត់វាអញ្ចឹងយើងសកមកមុនដំបូងគឺយើងសកបូមុនចាយើងអញ្ចឹងយើងបត់កសែងនេះយើងបត់ពីត្រឹមនេះមកបើយើងចង់ធ្វើបូវ៉ៃហ្នឹងយើងបងប្អូនបត់ត្រឹមហ្នឹងមកចាហើយយើងបត់វាអញ្ចឹងមកដើម្បីសកឲ្យចូលនេះបងប្អូនសកអញ្ចឹងមកហើយយើងស្រែវាឲ្យបានស្អាតដល់ឲ្យវាចេញជាបូមួយទៅឃើញស្អាតណាបងប្អូនចាចានេះយើងសកទៅខ្លាចជាបូឲ្យឃើញហីបងប្អូនមើលទៅស្អាតបាត់ចាបន្ទាប់មកទៀតគឺយើងសកកណាត់នេះចាគឺយើងយកអាចុងខាងនេះយកមកសកបន្តទៀតចាហើយយើងបត់ចេះមកយើងបត់ចឹងដែរមកបងប្អូនហើយយើងសកចូលក្នុងនេះខាងក្រោមនេះចាប៉ុណ្ណឹងចាអញ្ចឹងគ្រាន់តែប៉ុណ្ណឹងមកខ្លាយទៅជាកសែងពៀននេះដែលមានរាងជាបូរួចស្រេចចាអញ្ចឹងនេះគឺជាវិធីងាយៗសម្រាប់ដេរកសែងពៀននេះដែលមានបូចាហើយយើងធ្វើបែបនេះគឺយើងអត់ចាំបាច់កាត់អីច្រើនញ៉ៃទេបងប្អូនចានេះគឺជាវិធីដេរបូងាយៗសម្រាប់ពីនាងខ្ញុំចាគឺខ្ញុំតែងតែធ្វើបែបនេះជូនភ្ញៀវរបស់ខ្ញុំហើយមើលទៅស្អាត
ហើយងាយស្រួលទៀតចាអញ្ចឹងក៏សូមអរគុណសម្រាប់ការតាមដានទាំងអស់គ្នាចា